អាល្លឺម៉ង់ថាអ៊ុយក្រែនអាចនឹងលះបង់ទឹកដីដោយយកសន្តិភាពនិងបើកផ្លូវចូលអឺរ៉ុបមេដឹកនាំអាល្លឺម៉ង់បានលើកឡើងថាអ៊ុយក្រែនប្រហែលជាត្រូវកាត់ទឹកដីមួយចំនួនដើម្បីដូរយកកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគតជាមួយរុស្ស៊ីនិងជាការត្រួសត្រាយផ្លូវចូលជាសមាជិកសហភាពអឺរ៉ុបបើតាម Kyiv Independent បច្ចុប្បន្នរុស្ស៊ីបានកាន់កាប់ប្រហែល 20% នៃទឹកដីអ៊ុយក្រែនហើយទាមទារឲ្យទីក្រុងគៀវប្រគល់ដីបន្ថែមទៀតនៅតំបន់ Donetsk ដើម្បីទទួលបានកិច្ចព្រមព្រៀងបត់ច្បាញ់អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បាននិយាយកាលពីថ្ងៃច័ន្ទថារូបលោកជឿថានៅទីបំផុតអ៊ុយក្រែននឹងមានសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ីពេលនោះហើយប្រហែលជាផ្នែកខ្លះនៃទឹកដីអ៊ុយក្រែនលែងជារបស់ប្រទេសអ៊ុយក្រែនទៀតហើយលោក Merz បានបន្ថែមថាប្រសិនបើប្រធានាធិបតីលោក Zelensky ចង់ពន្យល់រឿងនេះទៅកាន់ប្រជាជនរបស់គាត់និងការធ្វើប្រជាមតិលើដំណើរការនេះគាត់ត្រូវតែប្រាប់មូលហេតុដល់ប្រជាជនខ្លួនក្នុងពេលតែមួយថាការធ្វើបែបនេះគឺដើម្បីបើកផ្លូវឲ្យអ៊ុយក្រែនចូលអឺរ៉ុបជាផ្លូវការវឌ្ឍនភាពនៃការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែនត្រូវបានរារាំងដោយនាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orbán ប៉ុន្តែការបរាជ័យរបស់លោកក្នុងការបោះឆ្នោតកាលពីដើមខែនេះបានបង្កើតក្តីសង្ឃឹមថាដំណើរការនេះអាចឈានទៅដល់ជំហានបន្ទាប់ខណៈបច្ចុប្បន្នអ៊ុយក្រែនមានឋានៈជាបេសកជនផ្លូវការរបស់អឺរ៉ុបរួចហើយក្រៅពីការចូលជាសមាជិកសហភាពអឺរ៉ុបកាលពីសប្តាហ៍មុនក៏ទើបតែត្រូវបានអនុម័តប្រាក់កម្ចីទំហំ$105,000 លានដល់អ៊ុយក្រែនផងដែរដែលនឹងគ្របដណ្ដប់លើតម្រូវការភាគច្រើនរបស់ប្រទេសនេះរហូតដល់ឆ្នាំ2027ប៉ុន្តែក្នុងប្លុកនេះនៅតែមានការខ្វែងគំនិតគ្នាលើការពន្លឿនការចរចាចូលជាសមាជិករបស់ទីក្រុងគៀវ